ពោលក៏បានដែរហើយកោះនោះមានទីតាំងនៅក្រុងប្រាសាទនោះយើងនឹងឯងនិយាយថាកោះនោះថ្លៃពីគេម្យ៉ាងដែរយើងអត់បាក់ជិះទូកជិះកណូតអីមកអីទេគឺយើងដើរតាមស្ពានមកតែម្ដងដោយសារគេធ្វើស្ពានឈើឲ្យយើងដើរឆ្លងមកយ៉ាងស្រួលហ្មងនិយាយពីបរិយាកាសជុំវិញនឹងវិញខ្យល់ត្រជាក់ហើយសំឡេងទឹកសមុទ្រប៉ះជាមួយថ្មព្រោះមែនតើសម្រាប់អ្នកគេដែលអត់សូវសប្បាយចិត្តអីចឹងបានមកកន្លែងហ្នឹងគឺថាបាត់អស់ទុក្ខកង្វល់អីហ្មងហើយនេះជាទេសភាពនៅជុំវិញកោះដូចច្បត់ហ្នឹងមានដើមឈើមានទឹកសមុទ្រហើយជុំវិញហ្នឹងសិតតែដើមឈើហើយត្រជាក់មែនតើនេះខ្ញុំដើរពេលថ្ងៃត្រង់ហ្នឹងបើដើរពេលយើងនឹងយើងតិចប្រហែលត្រជាក់ជាងហ្នឹងទៀតមានអារម្មណ៍ថាសប្បាយចិត្តមែនតើតមកលើកទី1ក៏ដោយជាប់ចិត្តហ្មងចង់ទៅម្ដងទៀតនេះក៏ដាក់ថ្មបដិបដងបតាដល់មានន័យថាម៉េចទេតមកលើកទី1ហើយនេះជាដាក់ថ្មឡើងទៅលើតែពេលហ្នឹងអត់បានឡើងទៅផងតមកយើងក៏បន្តដំណើរទៅជីកទៅនៅដែនសមុទ្រតាមព្រៃកោងកាងហើយយើងដើរទៅមកសវៈដែរណាប៉ុន្តែមានអារម្មណ៍ថាធុញហិហត់អីដោយសារគេធ្វើស្ពានឈើដើរទៅស្រួលហើយទេសភាពសងខាងផ្លូវមានអារម្មណ៍ថាសោះថ្លាសំឡេងសត្វយំក្នុងព្រៃហ្នឹងក៏ធ្វើអារម្មណ៍យើងនិយាយទៅម្យ៉ាងនិយាយពីដើមឈើវិញខៀវស្ងាត់ហ្មងឥឡូវបានមកដល់ជីកទូកហើយជីកទូកងាកចង់ងាកឡើងហ្នឹងងាកមើលទេសភាពដោយសារវាស្អាតពេកពេលហ្នឹងហើយសប្បាយចិត្តហើយដឹកក្រោយនឹងទៅមួយសាទៀតថតឲ្យស្អាតជាងហ្នឹងទៀត